សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះដែរគឺខ្ញុំរមាស់ទឹកស៊ុបទឹកធ្វើកាទៀវអញ្ចឹងក៏តែទិញមាន់យកមកធ្វើទឹកស៊ុបប៉ុន្តែទៅដល់ឃើញមានជើងមាន់ល្អអញ្ចឹងក៏នឹកឃើញហ្នឹងទិញជើងមាន់យកមកស្ងោរលាយជាមួយទៅដើម្បីបានជាទឹកស៊ុបផងហើយបងប្អូនណាជើងមាន់នេះនិយាយពីថាល្អមែនតែនហ្មងណាឡើងធំឡើងតលុចហ្មងអញ្ចឹងយកមកធ្វើអញ្ចឹងណាបងប្អូនយកមកតុកវាធ្វើជាជ្រក់ជើងមាន់ជាមួយអីគឺឆ្ងាញ់មែនតែនដោយសារវាសាច់ច្រើនអញ្ចឹងខ្ញុំស្រង់វាចេញមកដាក់វាត្រាំជាមួយនឹងទឹកត្រជាក់បងប្អូនប៉ុន្តែពេលហ្នឹងខ្ញុំអត់បានដាក់ជាមួយទឹកកកអីបើយល់ល្អបងប្អូនដាក់ជាមួយទឹកកកទៀតកាន់តែល្អដើម្បីឲ្យសាច់ជើងមាន់នេះវានៅស្រស់នៅស្រួយឆ្ងាញ់បន្ទាប់មកខ្ញុំយកវាមកកាប់ជាដុំអញ្ចឹងដោយសារថ្ងៃហ្នឹងខ្ញុំបញ្ញាប់ខ្ញុំអត់បានយកឆ្អឹងចេញទេបងប្អូនអញ្ចឹងជាជើងមាន់បែបហ្នឹងមកកាប់វាជាដុំតូចអញ្ចឹងទៅហើយយកវាទៅក្លាសេទុកទៅបងប្អូនអញ្ចឹងលើថ្ងៃនេះមកពីធ្វើការវិញក៏នឹកឃើញដែរដូចជាឃ្លានជើងមាន់ដោយសារនឹកឃើញជើងមាន់នឹងទូមានស្រាប់ហើយថ្ងៃមុនក៏បានធ្វើទឹកប្រហុកដែរអញ្ចឹងក៏យកវាមកលាយហូបទៅអញ្ចឹងថ្ងៃហ្នឹងអត់មានអីទេបងប្អូនអត់មានបន្លែអីទេជាជើងមាន់ប្រើជាមួយទឹកប្រហុកដែលខ្ញុំធ្វើថ្ងៃមុនណាបងប្អូនគឺពណ៌សម្បុរល្អបែបហ្នឹងហើយបន្ថែមជាមួយនឹងទឹកត្រីបុកអញ្ចឹងជាមួយទឹកត្រីបុកអីនៅផ្ទះគឺអត់ទេបងប្អូនគឺខ្ញុំតែងតែធ្វើជ្រក់ដបទុកទូទឹកកកអញ្ចឹងទៅចឹងនៅពេលដែលចង់ហូបអញ្ចឹងបងប្អូនគឺវាងាយស្រួលដែរយកវាមកបន្ថែមទឹកគ្រឿងតិចតួចទៅគឺអាចហូបបានដែរបងប្អូនហើយបន្ថែមជាមួយខ្ទឹមសហើយម្ទេសអាចសាត់អញ្ចឹងដោយសារបញ្ញាប់ដែរបងប្អូនអត់បានប្រើជាមួយម្ទេសម្លេប្រើអីទៀតទេតាមពិតបើបានប្រើម្ទេសម្លេបុកដាក់ទៀតគឺពណ៌សម្បុរវាកាន់តែស្អាតប៉ុន្តែឃ្លានទាំងយប់ធ្វើទាំងយប់បងប្អូនអញ្ចឹងគឺបានតែប៉ុណ្្នឹងឯងគោច្បល់វាមកស្ទុះទៅបងប្អូនដើម្បីវាចូលជាតិល្អបងប្អូនឃើញសម្រាប់ឲ្យប៉ុណ្ណឹងមែនប៉ុន្តែបងប្អូនណានិយាយពីថាមួយចានហ្នឹងម្នាក់ឯងហើយបើសិនណាជាបានជាមួយនឹងកូកាតិចនេះមិនដឹងឆ្ងាញ់មិនទេបងប្អូនណាបងប្អូនសម័យរូបភាពមើលអញ្ចឹងជើងមាន់មួយចានហ្នឹងជាមួយនឹងកូកាតិចបងប្អូនណាគឺឆ្ងាញ់មែនតែនហ្មងចឹងបងប្អូនចាំមើលតមាត់ទៅដឹងហើយថាឆ្ងាញ់ប៉ុន្តែបងប្អូនក្រោយពីឆ្ងាញ់ហើយមានអីលើទៅពេទ្យឲ្យតមអាហារហឹលនិងអាហាររឹងអូឆ្ងាញ់មែនតើបងប្អូនហើយចឹងធ្វើខ្លួនឯងចឹងស្អាតអនាម័យហើយហូបទៅវាស្និទ្ធមាត់របស់បងប្អូនព្រោះជាគ្រឿងបែបហ្នឹងបើសិនណាจะហូបគេក៏ម្យ៉ាងដែរបងប្អូនប៉ុន្តែបើមានពេលធ្វើខ្លួនឯងទៅក៏ល្អម្យ៉ាងដែរហើយឆ្ងាញ់មែនតើបងប្អូនមើលតមាត់ទៅដឹងម្ដុំហើយម្ដុំទៀតម្ដុំទៀតទៅគ្រូសារបស់ខ្ញុំគឺគាត់អត់ចូលចិត្តហូបរបស់ផ្អាប់របស់អីចឹងទេចឹងមួយចានហ្នឹងគឺខ្ញុំហូបតែម្នាក់ឯងទេហើយឆ្ងាញ់មែនតើបងប្អូនក៏ទៅធ្វើហូបអញ្ចឹងផងជាពិសេសជួបជុំគ្នាឬមួយក៏បងប្រុសដែលគាត់ចូលចិត្តដាក់អាជាអីទៅគឺត្រូវខ្លាំងមែនតើ